วิธีសាស្ត្រនៅក្នុងការចិញ្ចឹមចៃទឹកដែលងាយស្រួលជំហានដំបូងគឺយើងមានទឹកធម្មតាអាចទឹកបឹងក៏បានទឹកស្រះក៏បានទឹកត្រពាំងក៏បានឬក៏យើងប្រើទឹកស្អាតបើយើងប្រើទឹកស្អាតយើងត្រូវបើកវាទុកចោលមួយយប់បាទហើយបន្តមកទៀតយើងមានមេអតិសកុមប្រាណដែលយើងហៅថាជូលៀនស៊ីហ្នឹងយើងមានពណ៌រាងក្រហមក៏បានពណ៌បៃតងចេះក៏បានដែរអត់អីទេយើងចាក់វាចូលទៅក្នុងទឹកដែលយើងបានរៀបចំទុកហ្នឹងមកបាទបន្តមកទៀតយើងដងមេចៃទឹកយកមកដាក់អញ្ចឹងនេះរបស់ខ្ញុំធ្លាប់បានភ្ញាស់ហ៎ច្រើនមែនតើអញ្ចឹងយើងដងវាយកមកដាក់មកតែប៉ុណ្្នេះយើងដាក់តែបន្តិចក៏បានតែយើងដាក់ច្រើនអញ្ចឹងទៅវាកាត់កូនច្រើនឆាប់បានដួសដែរអញ្ចឹងណាបើយើងដាក់ច្រើនអញ្ចឹងតែ3ថ្ងៃឯងបានដួសហើយឡើងពេញនឹងទាំងអស់បាទហើយបន្ទាប់ពីហ្នឹងមកយើងអាចដួសរាល់ថ្ងៃឬក៏ដួសមួយថ្ងៃម្លងមួយថ្ងៃអញ្ចឹងទៅមើលទៅលើការកកើតរបស់វាតែក្នុងករណីថាបើសិនបើយើងសង្កេតមើលទៅអត់ឃើញសូវវាមានកាត់កូនថ្មីមកទៀតទេកូនតូចអត់សូវឃើញវាកាត់មកទេអាហ្នឹងយើងត្រូវចាក់ទឹកនឹងចោលដាក់ទឹកថ្មីហើយធ្វើដូចមិញហ្នឹងអញ្ចឹងគឺយើងចាក់មេអតិសកុមប្រាណនឹងចូលហើយប្រឡែងមេម្ដងទៀតអាហ្នឹងយើងអាចចាំបានហើយបាទហាងដែលខ្ញុំចំចាយទឹកយើងដាក់ថ្ងៃទី1ឥឡូវដល់ថ្ងៃទី3ហើយអញ្ចឹងអាចនិយាយបានថារយៈពេលរបស់វាគឺ2 3ថ្ងៃណាឥឡូវយើងទៅមើលមេចាយទឹកដែលយើងដាក់កាត់ច្រើនមែនទែនតែប៉ុណ្ណឹងយើងអត់ទាន់ដួសឲ្យតែក្រុមស៊ីទេដោយសារតែហើយយើងឃើញធំអាហ្នឹងគឺជាមេដែលយើងដាក់កាលយើងប្រឡែងហ្នឹងណាបាទយើងចាំយកកូនតូចនេះកូនតូចទៅញាស់នោះហ្នឹងបានច្រើនបើយើងដួសពេលហ្នឹងទៅវាដោយអាកូនតូចហ្នឹងទៅវាខាតណាបាទតែបើយើងចង់ឲ្យតែក្រុមកូនតែក្រុមតូចស៊ីយើងដួសប៉ុណ្ណឹងគឺត្រូវហើយតែបើយើងឲ្យមេតែក្រុមស៊ីយើងចាំធំតិចទៀតហ្នឹងហើយធំតិចទៀតដូចចំណេញនេះប្រហែលជា2ថ្ងៃទៀតគឺច្រើនក្តាំងហើយនេះក៏ច្រើនដែរនេះយើងចាំវានៅក្នុងនេះនៅក្នុងផើងសិប្បនិមិត្តអញ្ចឹងវាអត់ដូចនៅក្នុងធម្មជាតិទេបើនៅក្នុងធម្មជាតិវាកើតបានច្រើនជាងអញ្ចឹង